ស្រីផតករណីឃាតកម្មលោកលីមគឹមយ៉ាខ្លាចជារបៀបវិរៈនយោបាយរបស់ក្រមប្រឆាំងថៃដែលពួកគេរុញឲ្យនាយករដ្ឋមន្ត្រីថៃអ្នកស្រីផែថងឋានលាតត្រដាងអាត់កំបាំងនិងទប់ស្កាត់កុំឲ្យមានរឿងនាំកម្ពុជាគ្រូសាហ៊ុនរុញចំនួនព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អ្នកស្រីផននិកាវ៉ានិតអ្នកនាំពាក្យគណៈបកអនាគតថ្មីបានប្រាប់សារព័ត៌មាន PPTV News កាលពីថ្ងៃទី24ខែមិថុនាថាដើម្បីបង្អាក់ដំណើរកម្ពុជាប្តឹងថៃទៅ ICJ មេដឹកនាំថៃត្រូវជំរុញតុលាការថៃឲ្យលាតត្រដាងសំណុំរឿងឃាតកម្មអតីតគណៈបកប្រឆាំងលោកលីមគឹមយ៉ាលើទឹកដីថៃអ្នកស្រីបន្តថាឃាតកម្មបាញ់សម្លាប់លោកលីមគឹមយ៉ាលើទឹកដីថៃអាចមានជាប់ពាក់ព័ន្ធនឹងគ្រួសារមេដឹកនាំកម្ពុជាលោកហ៊ុនសែនបើតាមការបញ្ជាក់នៅបង្ហាញផុសតាងមួយចំនួនពីទូរទស្សន៍អាយ៉ាហ្សេរ៉ាអ្នកស្រីសង្កត់ធ្ងន់ថាថៃមានសិលឹកបៀដ៏មានឥទ្ធិពលដើម្បីដាក់សម្ពាធមេដឹកនាំកម្ពុជាកុំឲ្យប្តឹងថៃទៅតុលាការ ICJ បើរដ្ឋបាលអ្នកស្រីផេថងឋានហ៊ានលាតត្រដាងអ្នកនៅពីខាងក្រោយឃាតកម្មបាញ់សម្លាប់លោកលីមគឹមយ៉ាอันเนี้ยถือว่าเป็นไพ่ที่มีพลังมากที่สุดในการจัดการตรงเป้าที่สุดอย่าลืมนะคะว่าเป้าของเราเนี่ยจริงๆไม่ได้อยู่ที่ชายแดนนะคะจริงๆอยู่ที่พนมเปญค่ะคือเมืองเซนเรื่องឃាតកម្មនេះគឺជាសញ្ញាបៀមានអធិពលបំផុតនៃការចាត់ការដោយត្រង់ទៅលើគោលដៅសំខាន់របស់មេដឹកនាំកម្ពុជាកុំភ្លេចថាគោលដៅសំខាន់របស់យើងមិនមែននៅត្រង់ព្រំដែនទេគោលដៅរបស់យើងនៅភ្នំពេញគឺលោកហ៊ុនសែនគឺចាត់ការលើកេរ្តិ៍ឈ្មោះនិងរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងលោកហ៊ុនសែនប្រហែលគ្នានេះដែរប្រធានគណៈបក្សសេរីនិយមថៃលោកសេរីពិសុទ្ធតេមីយ៉ាវេតបានឲ្យសារព័ត៌មានថៃដឹងនៅថ្ងៃទី24ខែមិថុនានេះដែរថាលោកបានដាក់ពាក្យប្តឹងលោកហ៊ុនសែនទៅប៉ូលីសយុត្តិធម៌ថៃលោកបញ្ជាក់ថាពាក្យប្តឹងឲ្យចាប់លោកហ៊ុនសែនគឺមានជាប់ពាក់ព័ន្ធទៅនឹងសារសម្លេងលោកហ៊ុនសែនបញ្ជាឲ្យលោកហួតតាមសម្លាប់មនុស្សនៅលើទឹកដីថៃព្រោះវាជាការរំលោភបំពានសន្តិសុខនិងអធិបតេយ្យរបស់ថៃលើពីនេះលោកថាភស្តុតាងមួយទៀតគឺវីដេអូរបស់លោកអេកឡាក់ផេណយដែលត្រូវជួលបញ្ជាឲ្យបាញ់សម្លាប់លោកលីមគឹមយ៉ាលើទឹកដីថៃពីកម្ពុជាដែលមានជនសង្ស័យឈ្មោះលីរតនរស្មីនិងពេជ្រកឹមស្រិនជាមន្ត្រីកម្ពុជាการกระทำของนายฮุนเซนกับพวกนะไม่ว่าจะเป็นนายเกียงฮวดหรือบุคคลอื่นๆที่พยานหลักฐานมันปรากฏเนี่ยผิดกฎหมายไทยទង្វើរបស់លោកហ៊ុនសែននិងបកពួកមានទាំងលោកហួតនិងអ្នកដទៃទៀតដែលមានជាប់ពាក់ព័ន្ធឬសំគំនិតរួមគ្នាធ្វើឃាតអតីតបកប្រឆាំងលោកលឹមគឹមយ៉ាលើទឹកដីថៃជាភស្តុតាងបញ្ជាក់ថាទង្វើទាំងអស់នេះគឺខុសច្បាប់នឹងប្រទេសថៃគឺយើងអាចសរុបជាភស្តុតាងប្តឹងចាប់លោកហ៊ុនសែនបានជុំវិញបញ្ហានេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានបាននិយាយប្រាប់ VD នៅថ្ងៃទី25ខែមិថុនានេះថាបើភាគីថៃហ៊ានប្រាសន្លឹកបៀទម្លាយរឿងឃាតកម្មលោកលីមគឹមយ៉ាគ្រួសារហ៊ុននឹងចាញ់ព្រោះករណីឃាតកម្មលោកលីមគឹមយ៉ានេះមានជាប់ពាក់ព័ន្ធទៅនឹងគ្រួសារហ៊ុនផ្ទាល់លោកបារម្ភថាលោកហ៊ុនសែនអាចនឹងមិនប្តឹងថៃក្នុងសំណុំរឿងប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំប្រាសាទតាក្របីនិងតំបន់មុំបីបើភាគីថៃពិតជាចង់ទម្លាយរឿងករណីឃាតកម្មលោកលីមគឹមយ៉ាលើទឹកដីថៃមែននោះលោកបន្តថាឃាតកម្មលោកលីមគឹមយ៉ាជាចំណុចរសើបរបស់មេដឹកនាំកម្ពុជាគ្រូសាហ៊ុនដែលបានរៀបចំលក្ខណៈជាប្រព័ន្ធឲ្យកូនចៅរបស់ខ្លួនគឺលីរតនរស្មីនិងពេជ្រកឹមស្រិនជួលឃាតករថៃឲ្យបាញ់សម្លាប់យើងព្រួយបារម្ភខ្លាចថៃគេមានផុសតាងដែលលោកហ៊ុនសែននៅពីក្រោយខ្នងឃាតកម្មលើលោកលីមគឹមយ៉ាដែលលោកហ៊ុនសែនរឿងការគម្រាមកំហែងឆ្លងដែនហើយរហូតដល់អាចសម្លាប់សកម្មជនបពប្រឆាំងរបស់កម្ពុជានៅប្រទេសថៃដូចជាពាក់ព័ន្ធទៅនឹងការគម្រាមកំហែងចង់សម្លាប់លោកផនផាណានៅប្រទេសថៃជាដើមហ្នឹងជារឿងសំខាន់ណាស់ជាពិសេសរឿងពាក់ព័ន្ធទៅនឹងលោកលីមគឹមយ៉ាតែម្ដងហ្នឹងវាធ្វើឲ្យតកូលហ៊ុនហ្នឹងអាចរារាចិត្តក្នុងការប្តឹងថៃទៅកាន់តុលាការអន្តរជាតិណាហ្នឹងវាអាចតកូលហ៊ុនលុបចោលការប្តឹងហ្នឹងហើយទៅសម្របសម្រួលជាមួយថៃកុំឲ្យថៃហ្នឹងមកចេញបទក្រិតទាំងអស់ហ្នឹងយ៉ាងណាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលមានអំណាចលើសគេនៅកម្ពុជាលោកហ៊ុនសែនបានបញ្ជាក់